ទស្សនាការប្រកួតបន្តទៀតបាទគូផ្សេងទី2ចូលដល់ទឹកទី2បាទបង្គោលក្រហមគឺផាន់សារ៉ែមរីឯដៃគូប្រកួតរបស់គេគឺទេសឧត្តមបាទសិស្សអូនរបស់ទេសសំខាន់អូនសិស្សរបស់លោកទេសរិនបាទវាយឆ្វេងស្ដាំទៅមកតោះស្ដាំថែមទៀតស្ដាំតោះតដល់ឧត្តមសារ៉ែមបាទព្យាយាមបោកក៏ប៉ុន្តែដួលខ្លួនឯងគាត់ស្ដាំអុកជង្គង់ស្ដាំអុកជង្គង់ថែមទៀតអុកជង្គង់ថែមទៀតប្រកួតជាបន្តជង្គង់ស្ដាំគាត់ស្ដាំម្ដាយដោយសារ៉ែមបៃស្ដាំថែមទៀតគាត់ស្ដាំចូលប្លោះក្លៀកធាក់ឆ្វេងបៃស្ដាំគាត់ស្ដាំថែមសារ៉ែមចាប់ជើងជាប់រុញអត់ដួលគួរទៅបន្តអុកជង្គង់ស្ដាំចាប់ជើងលោកអញ្ញាកដាចាប់ខត់គួរទៅបន្តទៀតស្ដាំមកជើងស្ដាំតតសងអុកជង្គង់ស្ដាំអុកជង្គង់ស្ដាំឆ្វេងតាក់សងគាត់ស្ដាំមកជើងវាយស្ដាំថែមទៀតដៃឧត្តមអុកជង្គង់ស្ដាំវិញម្ដងបាទសារ៉ែមមើលទៅត្រូវតែប្រមាថដៃទៀតប្រហែលជាសុំឈប់សម្រាកសិនមើលទៅបាទស្ដាំម្ដាយសារ៉ែមបន្តការដើរចូលគាត់ស្ដាំគាត់សងមកវិញគាត់ឆ្វេងគាត់ស្ដាំគាត់ឆ្វេងថែមគាត់ស្ដាំថែមទៀតចាប់ជើងជាប់អូបាទអុកដួលដូចក្តីប្រាថ្នាក៏តែទេសឧត្តមក៏ងើបឡើងមកវិញបន្តការប្រកួតទៀតតាមម្ដាយបាទរុញដៃគ្នាទៅមកអុកជង្គង់ស្ដាំចាប់ជើងអត់ជាប់គាត់ឆ្វេងធាក់ចូលអុកជង្គង់បាទចាប់បោកសារ៉ែមឲ្យដួលវិញងើបឡើងមកវិញទាំងពីរបន្តការប្រកួតទៀតបាទទើបតែពីទឹកកន្លងវត្តទៅទេក៏ប៉ុន្តែមើលទៅអ្នកទាំងអស់បាទមើលទៅអ្នកទាំងពីរនេះបើនិយាយថាអ្នកទាំងអស់គឺដោយលោកអញ្ញាកដាលទៀតបាទមើលទៅអ្នកទាំងពីរនេះហាក់ដូចជាអស់ថាបំពល់ពាក់កដាលទៅហើយបាទគាត់ស្ដាំព្រមគ្នាដួលទៅម្សាលទៀតបាទឆ្លៀតអង្គុយពីលើអញ្ញាកដាលធ្វើការពមៀនទៅលើសារ៉ែមចប់ទឹកទី2แล้วមក